ខ្ញុំបាទសូមគោរពលោកនាងនិងប្រិយមិត្តជាទីមេត្រីក្នុងកម្មវិធីផ្សាយជាភាសាខ្មែរនៃស្ថានីយ៍វិទ្យុនិងទូរទស្សន៍កញ្ញានៅពេលនេះរួមមាននាយកដ្ឋានបុគ្គលិកនៃអគ្គស្នងការនយោបាយកងទ័ពប្រជាជនវៀតណាមត្រួតពិនិត្យសកម្មភាពការងារបកការងារនយោបាយរបស់កងទាហានជើងទឹកសេនាជនអចិន្ត្រៃយ៍រិយាប្រកល់គ្រឿងសម្គាល់អាយុបកលើកទី3កុម្ភៈនិងទី19ឧសភាឆ្នាំ2022យុទ្ធភូមិភាគ9ត្រួតពិនិត្យការងារត្រៀមវឹកហាត់សម្យុទ្ធនៅកងវរៈសេនាធំតបថ្មើរជើងលេខ893នៃគណៈបញ្ជាការយោធាខេត្តកៀងគណៈឃោសនាអប់រំបកស្រុកយន្តធវឹងផ្លាស់ថ្មីលើកកម្ពស់គុណភាពឃោសនាផ្សព្វផ្សាយគណៈកម្មាធិការប្រជាជនស្រុកត្រួតពិនិត្យហាងលក់ប្រេងសាំងតាមការប្រតិកម្មរបស់ប្រជាពលរដ្ឋគីយ៉ាងអាជីវកម្មប្រេងសាំងសកម្មភាពវិលមកធម្មតាវិញយិនដេវមហាសន្និបាតតំណាងសម្ព័ន្ធយុវជនកុម្មុយនីសហូជីមិញលើកទី16អនុត្តកាល2022-2027ភូមិអាជីពប្រពៃណីផលិតគ្រឿងស្មូននៅស្រុកផងដឹកនៅទីបញ្ចប់នឹងមានជួននីតិសិល្បៈលំដាប់តទៅនេះសូមជូនអត្ថន័យពិស្ដាលោកនានីនិងប្រិយមិត្តជាទីមេត្រីក្រុមបេសកកម្មនាយកដ្ឋានបុគ្គលិកនៃអគ្គស្នងការនយោបាយកងទ័ពប្រជាជនវៀតណាមដោយលោកវរៈសេនីឯកចង្ទង់ធីកអនុប្រធាននាយកដ្ឋានជាអធិបតីមានពេលធ្វើការត្រួតពិនិត្យសកម្មភាពការងារបកការងារនយោបាយរបស់កងទាហានជើងទឹកសេនាជនអចិន្ត្រៃយ៍ខេត្តកៀងអញ្ជើញចូលរួមមានលោកវរៈសេនីឯកលេវ៉ាងវូអនុលេខាអចិន្ត្រៃយ៍បកស្នងការនយោបាយគណៈបញ្ជាការយោធាខេត្តកៀងក្នុងពេលធ្វើការគណៈបញ្ជាការយោធាខេត្តកៀងបានរបាយការណ៍លទ្ធផលសកម្មភាពការងារបកការងារនយោបាយក្នុងការជំរួតផ្សព្វផ្សាយអនុវត្តគម្រោងការលេខ10609របស់ក្រសួងការពារប្រទេសតាមរយៈនោះគណៈកម្មាធិការបកគណៈបញ្ជាការយោធាខេត្តបានដឹកនាំចង្អុលការបណ្ដាស្ថាប័នអង្គភាពមានពាក់ព័ន្ធដំណើរការព្រមគ្នាមានប្រសិទ្ធភាពការងារបកការងារនយោបាយក្នុងការកសាងនិងសកម្មភាពរបស់កងទាហានជើងទឹកសេនាជនអចិន្ត្រៃយ៍ធ្វើល្អការងារចម្រួតលើកកម្ពស់ការភ្ញាក់រលឹកអំពីអត្ថន័យសារៈសំខាន់របស់ការផ្ដើមបង្កើតកងទាហានជើងទឹកដឹកនាំចង្អុលការស្ថាប័នជំនាញផ្សព្វផ្សាយអនុវត្តមើងម៉ាត់ឯកសារចង្អុលការណែនាំរបស់ថ្នាក់លើអំពីកសាងនិងសកម្មភាពរបស់កងទាហានជើងទឹកព្រមជាមួយនោះបំពេញល្អតួនាទីធ្វើសេនាធិការជូនគណៈកម្មាធិការបកគណៈកម្មាធិការប្រជាជនខេត្តដឹកនាំចង្អុលការបណ្ដាស្ថាប័នគណៈផ្នែកអង្គការមហាជនភូមិភាគចូលរួមសហការអនុវត្តល្អការងារកសាងកងទាហានជើងទឹកត្រូវតាមលក្ខខណ្ឌនិងប្រញាប់ឈានចូលសកម្មភាពមានប្រសិទ្ធភាពក៏ក្នុងអង្គសន្និបាតនេះដែរបណ្ដាស្ថាប័នអង្គភាពក៏បានពិគ្រោះសំណើអំពីក្របខ័ណ្ឌកម្មាភិបាលសេចក្តីកំណត់ណែនាំជាក់ស្ដែងអំពីសកម្មភាពការងារបកការងារនយោបាយតាមរយៈនោះរួមចំណែកជួយឲ្យកងទាហានជើងទឹកសេនាជនអចិន្ត្រៃយ៍របស់ខេត្តឈានចូលសកម្មភាពរបៀបរៀបរយប្រសិទ្ធភាពជាបណ្ដាថ្លែងប្រសាសន៍ក្នុងអង្គសន្និបាតលោកវរៈសេនីឯកចង្ទង់ធីកអនុប្រធាននាយកដ្ឋានបុគ្គលិកនៃអគ្គស្នងការនយោបាយសង្កត់ធ្ងន់ថា
ឆ្លងអង្គសន្និបាតលើកនេះគឺជាឱកាសដើម្បីបណ្ដាស្ថាប័នជំនាញរបស់អគ្គស្នងការនយោបាយកងទ័ពប្រជាជនវៀតណាមក្តាប់ច្បាស់ស្ថានភាពជាក់ស្ដែងការងារបកការងារនយោបាយរបស់កងទាហានជើងទឹកសេនាជនអចិន្ត្រៃយ៍ខេត្តគីយ៉ាងនិយាយដល់ឡែកនិងកងទាហានជើងទឹកក្នុងទូទាំងប្រទេសនិយាយរួមតាំងពីនោះធ្វើជាមូលដ្ឋានដើម្បីកសាងសេចក្តីកំណត់ណែនាំសកម្មភាពការងារបកការងារនយោបាយរបស់កងទាហានជើងទឹកដោយជាក់ស្ដែងបំផុតលោកណានីប្រិយមិត្តជាទីមេត្រីគណៈអចិន្ត្រៃយ៍បកក្រុងរាជយាទៅប្រពៃពិធីប្រកល់គ្រឿងសម្គាល់អាយុបកលើកទី3កុម្ភៈនិងទី19ឧសភាឆ្នាំ2022ជូនបេក្ខជន121រូបគ្រប់កម្រិតកំណត់បានទទួលគ្រឿងសម្គាល់អាយុបកពី30ឆ្នាំទៅ75ឆ្នាំតាមការកំណត់របស់គណៈអចិន្ត្រៃយ៍បកខេត្តគីយ៉ាងលោកអនុប្រធានអចិន្ត្រៃយ៍នៃគណៈចតាំងបកខេត្តម៉ៃវ៉ាងខើយនិងលោកលេខាបកក្រុងរាជយាលេថាន់វីកបានអញ្ជើញចូលរួមនិងប្រកល់គ្រឿងសម្គាល់ជូនបេក្ខជនក្នុងលើកនេះបេក្ខជនក្រុមរដ្ឋាមានបេក្ខជន121រូបមានកិត្តិយសបានទទួលគ្រឿងសម្គាល់អាយុបកពី30ឆ្នាំទៅ75ឆ្នាំគិតតាំងពីឆ្នាំ2007មកដល់ពេលនេះបេក្ខភាពក្រុមរដ្ឋាមានសមាមិត្ត4315រូបមានកិត្តិយសបានប្រកល់គ្រឿងសម្គាល់អាយុបកពី30ឆ្នាំទៅ75ឆ្នាំបេក្ខភាពក្រុមរដ្ឋាកត់សម្គាល់នឹងមានតម្លៃខ្ពស់ការរួមចំណែកដ៏ធំធេងរបស់បណ្ដាចំនួនបេក្ខជនមានអាយុបកខ្ពស់សប្តាហ៍ថ្ងៃកំពុងធ្វើការនិងជួយនិវត្តន៍ប្រជុំជីវភាពបកនៅបណ្ដាសាខាបកបេក្ខភាពក្រមអាវ៉ាតបេក្ខភាពក្រុមរដ្ឋាក្នុងការចាត់តាំងផ្សព្វផ្សាយនិងអនុវត្តសម្រាប់ជោគជ័យសេចក្តីសម្រេចចិត្តរបស់បេក្ខភាពក្រុមឆ្លងគ្រប់ដំណាក់កាលមហាសន្និបាតបណ្ដាសមាមិត្តបេក្ខជនមានអាយុបកខ្ពស់លើភូមិសាស្ត្រក្រុមរដ្ឋាក៏មានការបញ្ចេញកម្លាំងយ៉ាងច្រើនខិតខំឆ្លងកាត់ការលំបាករក្សាពង្រឹងសតិអារម្មណ៍រឹងមាំខិតខំរត់ដំខ្លួនរក្សាអត្តចរិតនយោបាយសិលធម៌ជីវភាពរស់នៅបន្តបរិច្ចាគប្រាជ្ញានិងបទពិសោធន៍ក្នុងការអភិវឌ្ឍរបស់បេក្ខភាពក្រុមរដ្ឋារួមចំណែកជំរុញក្រុមរដ្ឋាឲ្យកាន់តែអភិវឌ្ឍជាងទៀតគណៈកម្មាធិការបកស្រុកហង្ដឹកទៅបានប្រារព្ធពិធីប្រកល់គ្រឿងសម្គាល់អាយុបកជូនសមាមិត្ត21រូបលើកទី3កុម្ភៈនិងទី19ឧសភាបេក្ខជន21រូបបានប្រកល់គ្រឿងសម្គាល់អាយុបកលើកនេះមានសមាមិត្ត1រូបបានប្រកល់គ្រឿងសម្គាល់អាយុបក60ឆ្នាំសមាមិត្ត4រូបបានប្រកល់គ្រឿងសម្គាល់អាយុបក55ឆ្នាំសមាមិត្ត3រូបមានអាយុបក50ឆ្នាំសមាមិត្ត2រូបមានអាយុបក45ឆ្នាំសមាមិត្ត9រូបមានអាយុបក40ឆ្នាំនិងសមាមិត្ត2រូបមានអាយុបក30ឆ្នាំការប្រកល់គ្រឿងសម្គាល់អាយុបកសំដៅស្ដែងការកត់សម្គាល់របស់បកចំពោះការរួមចំណែកដកធំធេងនៅគំនិតបញ្ញាកម្លាំងកាយរបស់បណ្ដាសមាមិត្តបេក្ខជនមិនបង្អង់ខិតខំក្នុងបុព្វហេតុបដិវត្តន៍របស់បកដើម្បីឯករាជ្យប្រទេសជាតិសង្គមនិយមនិងសុភមង្គលរបស់ប្រជាពលរដ្ឋតាមរយៈនោះអប់រំជូនបេក្ខជនចំនួនក្រោយយកតម្រាប់តាមលទ្ធដំសិលធម៌បដិវត្តន៍លើកកម្ពស់ស្មារតីភារកិច្ចក្នុងការងារសកម្មខិតខំកសាងបកបរិសុទ្ធរឹងមាំលោកណានីប្រិយមិត្តជាទីមេត្រីក្រុមការងារនៃគណៈបញ្ជាការយុទ្ធភូមិភាគ9ដោយលោកវរៈសនីឯកវិនជាងកំអនុប្រធានសេនាធិការយុទ្ធភូមិភាគជាអធិបតីបានអញ្ជើញទៅត្រួតពិនិត្យការងារត្រៀមបង្ខាត់សម្យុទ្ធឆ្នាំ2022នៅកងវរៈសេនាធំតបថ្មើរជើងលេខ893នៃគណៈបញ្ជាការយោធាខេត្តគីយ៉ាងអញ្ជើញចូលរួមនៅមានលោកវរៈសនីឯកវិញយ៉ាងកាន់មេបញ្ជាការនៃគណៈបញ្ជាការយោធាខេត្តគីយ៉ាងលោកវរៈសនីឯកលេវ៉ាងវូស្នងការនយោបាយនៃគណៈបញ្ជាការយោធាខេត្តក្រុមបានដំណើរការត្រួតពិនិត្យបណ្ដាខ្លឹមសារអំពីការងារហ្វឹកហាត់កសាងបែបផែនគ្រប់គ្រងក្រឹតវិន័យតម្រង់ឧបករណ៍សិក្សាសម្ភារៈបម្រើការហ្វឹកហាត់ខ្លឹមសារបណ្ដាផ្នែកសកម្មភាពការងារបកការងារនយោបាយនិងការងារធានាភស្តុភារបច្ចេកទេសក្រោយពេលស្ដាប់របាយការណ៍របស់គណៈបញ្ជាការកងវរៈសេនាធំតបថ្មើរជើងលេខ893
ក្រុមបានដំណើរការត្រួតពិនិត្យដំណាក់កាលអនុវត្តការហ្វឹកហាត់ខ្លឹមសារមួយចំនួនដូចជាបច្ចេកទេសសម្យុទ្ធតបថ្មើរជើងអប់រំនយោបាយបច្ចេកទេសលក្ខបូកសរុបត្រួតពិនិត្យក្រុមការងារវាតម្លៃខ្ពស់ការងារត្រៀមហ្វឹកហាត់របស់កងវរៈសេនាធំតបថ្មើរជើងលេខ893នៃគណៈបញ្ជាការយោធាខេត្តកៀងយ៉ាងជាក់ស្ដែងផែនការហ្វឹកហាត់យុទ្ធជនថ្មីបានឲ្យសច្ចាប័នត្រូវតាមការណែនាំទីធ្លាហ្វឹកហាត់បានកសាងនិងពង្រឹងត្រូវតាមបែបផែនកន្លែងស្នាក់នៅហូបចុកបានរៀបចំត្រេះស្អាតបង្កលក្ខណៈល្អបំផុតសម្រាប់យុទ្ធជនថ្មីនិងនៅចិត្តសិក្សាហ្វឹកហាត់លោកវរៈស្នេហ៍ឯកវុនជាងកុំអនុប្រធានសេនាធិការយុទ្ធភូមិភាគ9សំណើអង្គភាពផ្សព្វផ្សាយព្រមគ្នាបណ្ដាវិធានការលើកកម្ពស់គុណភាពហ្វឹកហាត់បំផុតគឺហ្វឹកហាត់យុទ្ធជនថ្មីទៅទន្ទឹមជាមួយអនុវត្តល្អការងារកសាងបែបផែនគ្រប់គ្រងក្រឹតវិន័យជប់ចិត្តទុកដាក់កសាងទេសភាពបរិស្ថានភ្លឺស្រស់ជ្រះស្អាតកិត្តគូជីវភាពសម្ភារៈស្មារតីរបស់កម្មាភិបាលយុទ្ធជនម្ចាស់ការធ្វើល្អការងារបង្ការទប់ស្កាត់ឆេះផ្ទុះមិនទុកឲ្យបាត់សុវត្ថិភាពកសាងចំណងសាមគ្គីភាពឯកភាពក្នុងទូទាំងអង្គភាពធ្វើល្អការងារបង្ការទប់ស្កាត់អាសន្នរោគ COVID-19 និងបន្តការត្រៀមម៉ត់ចត់ឈានចូលហ្វឹកហាត់សម្រាប់ប្រសិទ្ធផលខ្ពស់រយៈកាលកន្លងគណៈឃោសនាអប់រំបកស្រុកយន្តថ្វឹងតែងយកចិត្តទុកដាក់ផ្លាស់ថ្មីលើកកម្ពស់គុណភាពការងារឃោសនាផ្សព្វផ្សាយរវាងរវៃក្នុងការរៀបចំខ្លឹមសារសម្បូរបែបសម្របជាមួយមុខសញ្ញានិងស្ថានភាពជាក់ស្ដែងក្នុងភូមិស្រុកនីមួយៗដោយបានកំណត់ដើម្បីសម្របជាមួយការបង្វែរ Digital អនុវត្តបច្ចេកវិទ្យាទំនើបក្នុងការងារឃោសនាផ្សព្វផ្សាយម្ល៉េះហើយគណៈឃោសនាអប់រំបកស្រុកយន្តថ្វឹងបានកសាង website ដូចជាព័ត៌មានយន្តថ្វឹងទឹកដីនិងមនុស្សយន្តថ្វឹងអតីតកាលនិងនាបច្ចុប្បន្នកសាង website យន្តថ្វឹង .vn បំផុតគឺក្នុងដំណាក់កាលអនុវត្តបណ្ដាវិធានការប្រយុទ្ធទប់ស្កាត់អាសន្នរោគ COVID-19 ការងារឃោសនាផ្សព្វផ្សាយរបស់គណៈឃោសនាអប់រំបកស្រុកយន្តថ្វឹងបានពង្រីកប្រសិទ្ធភាពយ៉ាងសកម្ម Đội ngũ Thiên giáo từ huyện đến កង xã ជួរ đã ឃោ xây ស dựng នាអ các ប់រំ giấy ពី clip ស្រុករហូតដល់ឃុំបានកសាងវីដេអូឃ្លីបបទសម្ភាសន៍ព័ត៌មានបង្ហោះលើ Zalo Facebook បំផុតគឺកសាងក្រុម Zalo ដើម្បីឃោសនាផ្សព្វផ្សាយការងារប្រយុទ្ធទប់ស្កាត់អាសន្នរោគនិងឃោសនាផ្សព្វផ្សាយក្នុងកម្មាភិបាលកងកម្លាំងប្រយុទ្ធទប់ស្កាត់អាសន្នរោគក្រោយមកកម្មាភិបាលកងកម្លាំងទាំងនោះនឹងឃោសនាផ្សព្វផ្សាយដល់ប្រជាពលរដ្ឋក្នុងប្រជាពលរដ្ឋនិងមីងនៅមណ្ឌលដាក់នៅដាច់ដលែកនិងមណ្ឌលហុំព័ទ្ធធ្វើចតលេខក្តាប់ច្បាស់ដើម្បីប្រយុទ្ធទប់ស្កាត់អាសន្នរោគមានប្រសិទ្ធភាពឆ្នាំ2021ក្នុងដំណាក់កាលអំពូលអនុវត្តបណ្ដាវិធានការប្រយុទ្ធទប់ស្កាត់អាសន្នរោគគណៈឃោសនាអប់រំបកស្រុកយន្តថ្វឹងរៀបចំការប្រឡងតាមប្រព័ន្ធអនឡាញស្វែងយល់ច្បាប់ប្រយុទ្ធទប់ស្កាត់អាសន្នរោគ COVID-19 ដោយមានប្រជាពលរដ្ឋជាង 2000 លើកអ្នកចូលរួមគាំទ្រការប្រឡងដោយគណៈឃោសនាអប់រំបកខេត្តបំផុសអំពីនិពន្ធសារពាក្យស្លោកគាំទ្រការប្រយុទ្ធទប់ស្កាត់អាសន្នរោគ COVID-19 ស្រុកយន្តថ្វឹងមានបទនិពន្ធចំនួន290ចូលរួមបំផុសការប្រឡងសំណេរអំពីស្រុកយន្តថ្វឹងមនោសញ្ចេតនានៅទីកន្លែងជួរមុខប្រយុទ្ធទប់ស្កាត់អាសន្នរោគ COVID-19 មានបទនិពន្ធចំនួន100វណ្ណកម្មចូលរួមប្រឡងសហការជាមួយផ្នែកអង្គការមហាជនឃោសនាផ្សព្វផ្សាយទូលំទូលាយដោយជនគ្រប់រូបអំពីការងារប្រយុទ្ធទប់ស្កាត់អាសន្នរោគ
là các nội dung về tuyên truyền phòng chống dịch បណ្ដាខ្លឹម Covid-19 សារប្រយុទ្ធទប់ស្កាត់អាសន្នរោគ COVID-19 បំផុតគឺផ្ដើមបង្កើតក្រុមចាត់លោសាខាបកភូមិមនុស្សសង្កាត់តាមរយៈគណៈឃោសនាអប់រំបានឃោសនាផ្សព្វផ្សាយរបៀបប្រយុទ្ធទប់ស្កាត់អាសន្នរោគក្រោយមកខ្ញុំសេនិងឃោសនាផ្សព្វផ្សាយជូនបណ្ដាបកជនបន្ទាប់មកបកជនទាំងអស់នោះឃោសនាផ្សព្វផ្សាយដល់ប្រជាពលរដ្ឋក្នុងដំណាក់កាលនាបច្ចុប្បន្ននេះសម្ដៅអនុវត្តសម្រេចទុកជីគោលដៅគូប្រយុទ្ធទប់ស្កាត់អាសន្នរោគ COVID-19 ផងអនុវត្តភារកិច្ចអភិវឌ្ឍសេដ្ឋកិច្ចសង្គមលើភូមិសាស្ត្រផងគណៈឃោសនាអប់រំបកស្រុកយន្តវឹងបានម្ចាស់ការក្តាប់ស្ថានភាពផ្ដំជំរុញខ្លាំងការងារឃោសនាផ្សព្វផ្សាយការងារប្រយុទ្ធទប់ស្កាត់អាសន្នរោគតម្រង់ទិសមតិសង្គមលើមូលដ្ឋានជំរើសផ្គត់ផ្គង់ព័ត៌មានពិតប្រាកដប្រតិកម្មតនពេលស្ថានភាពអនុវត្តភារកិច្ចប្រយុទ្ធទប់ស្កាត់អាសន្នរោគរបស់គ្រប់ថ្នាក់គណៈបកអាជ្ញាធរមូលដ្ឋានគ្រប់ថ្នាក់ដល់កម្មាភិបាលបកជននិងប្រជាពលរដ្ឋ តាមរយៈព័ត៌មានដែលគណៈឃោសនាអប់រំបកស្រុកចិនហ្វឹងបង្ហោះលើ website ខ្ញុំក៏បានឃោសនាផ្សព្វផ្សាយដល់សមាជិកយុវជននិងគ្រួសារសាច់ញាតិបងប្អូនបំផុតគឺព័ត៌មានអំពីប្រយុទ្ធទប់ស្កាត់អាសន្នរោគ ការងារឃោសនាផ្សព្វផ្សាយក្នុងរយៈកាលកន្លងរបស់គណៈឃោសនាអប់រំបកស្រុកយន្តវឹងរួមចំណែកបង្កការប្រែបន្លាស់អំពីចំណេះដឹងឯកភាពអំពីឆន្ទៈក៏ដូចជាសកម្មភាពក្នុងកម្មាភិបាលបកជនបង្កការឯកភាពខ្ពស់ក្នុងប្រជាជនសម្ដៅពង្រីកប្រសិទ្ធភាពជាងទៀតគណៈឃោសនាអប់រំបកស្រុកយន្តវឹងបន្តបង្កើនការបង្ហោះព័ត៌មានរូបថតចែករំលែកសកម្មភាពលេចធ្លោរបស់ភូមិភាគលើវត្តស័យណែនាំសាខាបកភិកក្រមអវត្តអនុវត្តការងារឃោសនាផ្សព្វផ្សាយជារឿយៗព្រមជាមួយនោះត្រួតពិនិត្យសកម្មភាពឃោសនាផ្សព្វផ្សាយនៅមូលដ្ឋាន tuyên giáo sẽ tập គ huấn ណៈ cho ឃោស cán នាអ bộ ប់រំ tuyên giáo និង của mình មកវើជូនកម្មាភិបាលឃោសនាអប់រំក្តាប់ច្បាស់បច្ចេកទេសបច្ចេកវិទ្យាខ្លឹមសារដើម្បីឃោសនាផ្សព្វផ្សាយបានឆាប់រហ័សពិតប្រាកដទាន់ពេលរួមចំណែកលំនឹងសតិអារម្មណ៍មតិសង្គមក៏ដូចជាព័ត៌មានបង្ខុសការពិតព័ត៌មានបញ្ឆេចបញ្ឈៀងនៅគោលការណ៍មាគ៌ាគោលនយោបាយរបស់បករដ្ឋដើម្បីប្រជាពលរដ្ឋបានយល់ដឹងច្បាស់មិនជឿនិងមិនធ្វើតាមជាដាច់ខាត ការងារឃោសនាផ្សព្វផ្សាយមានតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់ចំណេះដឹងបង្កើតនិងពង្រឹងក្តីជំនឿឧត្តមគតិបដិវត្តជូនកម្មាភិបាលបកជននិងមហាជនពីការផ្លាស់ថ្មីយកចិត្តទុកដាក់គុណភាពប្រសិទ្ធភាពឃោសនាផ្សព្វផ្សាយរបស់គណៈឃោសនាអប់រំបកស្រុកយន្តវឹងបានរួមចំណែកអប់រំគំនិតមិនត្រឹមត្រូវប្រយុទ្ធប្រឆាំងនិងទស្សនៈសកម្មភាពខុសឆ្គង ការពារមូលដ្ឋានគ្រឹះសតិអារម្មណ៍គោលការណ៍មាគ៌ារបស់បកគោលនយោបាយច្បាប់របស់រដ្ឋរួមចំណែកកសាងភូមិស្រុកពីមួយថ្ងៃទៅមួយថ្ងៃកាន់តែរុងរឿងនិងអភិវឌ្ឍអនុវត្តសម្រេចទុកជីគោលដៅកម្រិតកំណត់សេដ្ឋកិច្ចវប្បធម៌សង្គមសន្តិសុខការពារប្រទេសរបស់បកភិស្រុកយន្តវឹងលោកណានីនៅប្រិមិត្តជាទីមេត្រី ចំពោះការប្រតិកម្មរបស់ប្រជាពលរដ្ឋអំពីបញ្ហាមានហាងលក់ប្រេងសាំងមួយចំនួនលើភូមិសាស្ត្រស្រុកយន្តវឹងមិនលក់តាមសំណូមពររបស់អតិថិជនលោកវុនតាំងហ្វៃប្រធានគណៈកម្មាធិការប្រជាជនស្រុកយន្តវឹងបានចុះត្រួតពិនិត្យហាងលក់ប្រេងសាំងមួយចំនួនលើភូមិសាស្ត្រទីរមស្រុកយន្តវឹងឃុំផោងដងនិងឃុំយន្តហ្វុង តាមរយៈនោះលោកប្រធានគណៈកម្មាធិការប្រជាជនស្រុកបន្ទវឹងបានធ្វើការត្រួតពិនិត្យហាងលក់ប្រេងសាំងនៅអនុសង្កាត់យិនដង2យិនដង1ទីរួមស្រុកយិនធវឹងភូមិយិនតៃភូមិដាប់ដា1ឃុំយិនហ្វុងនិងហាងលក់ប្រេងសាំងនៅភូមិយិនឋានឃុំផុងដុំបន្ទាប់ពីត្រួតពិនិត្យនិងស្វែងយល់ជាក់ស្ដែងបានឲ្យឃើញចំពោះហាងលក់ប្រេងសាំងវាខឹងលេខ6តឹងវាខឹងណាំយឿងនិងជីនថយ តាមការប្រតិកម្មរបស់ប្រជាពលរដ្ឋគឺមានពិតប្រាកដនេះគឺជាបណ្ដាហាងលក់ប្រេងសាំងឯកជនដែលប៉ុន្មានថ្ងៃកន្លងប្រភពផ្គត់ផ្គង់មិនគ្រប់ម្ល៉េះហើយហាងទាំងនេះត្រូវលក់មានកម្រិតដែលឡែកចំពោះហាងលក់ប្រេងសាំងលេហុងនីលេខ9និងដួងហឺងីចំនួនប្រេងសាំងតែងមានគ្រប់សម្រាប់ផ្គត់ផ្គង់និងលក់តាមតម្រូវការរបស់អតិថិជន
តាមថ្នាក់ដឹកនាំក្រុមគ្រប់គ្រងទីផ្សារលេខ5បានឲ្យដឹងថាក្រុមហ៊ុនប្រេងឧស្ម័ននឹងផ្គត់ផ្គង់គ្រប់ចំនួនប្រេងសាំងសម្រាប់បម្រើសំណុំពររបស់អតិថិជនលើភូមិសាស្ត្រស្រុកជិនធវឹង លោកណានីនៅប្រិមិត្តជាទីមេត្រីអន្តរក្រសួងឧស្សាហពាណិជ្ជកម្មនិងហិរញ្ញវត្ថុបានសម្រេចកែតម្រូវតម្លៃប្រេងសាំងលោករីលើទីផ្សារក្នុងស្រុកគាត់សម្គាល់រហ័សបន្ទាប់ពីតម្លៃប្រេងសាំងបានកែតម្រូវបន្ថែមជិត 1000 ដុំក្នុង1លីត្រស្ទើរតែទាំងអស់បណ្ដាអាជីវកម្មប្រេងសាំងលើភូមិសាស្ត្រក្រមយ៉ាបានសកម្មភាពតាមប្រក្តីវិញតាមការកត់សម្គាល់នៅតាមហាងលក់ប្រេងសាំងលើភូមិសាស្ត្រក្រមយ៉ាបានឲ្យដឹងចំនួនមនុស្សចូលចាក់សាំងក៏ងាយស្រួលគ្មាននៅស្ថានភាពរងចាំនិងលក់មានកំហាត់ដោយប្រមាណថ្ងៃមុនទៀតបណ្ដាហាងលក់សាំងបានកែតម្រូវតម្លៃសាំងតាមការកំណត់ប្រភពទំនិញធានាក្នុងការផ្គត់ផ្គង់អន្តរក្រសួងឧស្សាហពាណិជ្ជកម្មនិងហិរញ្ញវត្ថុបានឲ្យដឹងតម្លៃសាំង E5 វ៉ូន92ចាប់ពីម៉ោង 15 រសៀលថ្ងៃ21កុម្ភៈតម្លៃ 25,530 ដុំក្នុង1លីត្រកើន 960 ដុំសាំងវ៉ូន95តម្លៃ 26,280 ដុំក្នុង1លីត្រកើន 960 ដុំចំពោះកម្រិតតម្លៃកើនលើកនេះតម្លៃសាំងវ៉ូន95លើសកម្រិតធៀបនឹងខែកក្កដាឆ្នាំ2014 26,140 ដុំក្នុង1លីត្រក្នុងពេលនោះតម្លៃសាំង E5 វ៉ូន92ទាបជាងកម្រិតប្រមាណ110 ដុំក្នុង1លីត្រព្រមជាមួយនោះតម្លៃទំនិញប្រេងកក់កើនប្រេងកាត់តម្លៃ 19,500 ដុំក្នុង1លីត្រកើន 750 ដុំប្រេងឌីសែលតម្លៃ 20,800 ដុំក្នុង1លីត្រខ្ពស់ជាង 940 ដុំប្រេងម៉ាឌូនតម្លៃ 17,930 ដុំក្នុង1លីត្រកើន 280 ដុំនេះជាលើកកើនតម្លៃប្រេងសាំងទី5ចាប់ពីខែធ្នូឆ្នាំ2021មកដូច្នោះតម្លៃសាំងវ៉ូន95កើន 3,480 ដុំធៀបជាមួយបកណ្ដាលខែធ្នូឆ្នាំ2021ចំណែកសាំង E5 វ៉ូន92កើនបន្ថែម 3,450 ដុំប្រេងឌីសែល 3,470 ដុំប្រេងកាត 3,180 ដុំអន្តរក្រសួងឧស្សាហពាណិជ្ជកម្មនិងហិរញ្ញវត្ថុបានឲ្យដឹងមធ្យមតម្លៃផលិតផលប្រេងសាំងពិភពលោកចាប់ពីថ្ងៃទី11កុម្ភៈមកដល់ពេលនេះកើនជិត 6% ជាមួយទំនិញសាំងពី4ទៅ 5% ធៀបជាមួយប្រេងកាតចំពោះការប្រែប្រួលកើនតម្លៃបន្តបន្ទាប់ទំនិញប្រេងសាំងលើទីផ្សារពិភពលោកអន្តរក្រសួងឧស្សាហកម្មពាណិជ្ជកម្មនិងហិរញ្ញវត្ថុសម្រេចចិត្តបង្កើតនិងប្រើប្រាស់មូលនិធិលំនឹងតម្លៃសម្រាប់ផលិតផលប្រេងសាំងដោយសមស្របដើម្បីធានាតម្លៃប្រេងសាំងក្នុងប្រទេសច្បាមតាមស្ថានភាពប្រែប្រួលតម្លៃប្រេងសាំងពិភពលោករួមចំណែកធានាអនុវត្តគោលដៅត្រួតពិនិត្យអតិផរណានិងលំនឹងតម្លៃទីផ្សារតាំងពីដើមឆ្នាំ2022ជួយឲ្យប្រជាពលរដ្ឋនិងអាជីវកម្មក្នុងដំណាក់កាលស្ដារសកម្មភាពផលិតអាជីវកម្មមន្ទីរឧស្សាហពាណិជ្ជកម្មគីយ៉ាងបានឲ្យដឹងបាននឹងកំពុងបដូរផ្ដាច់ចង្អុលការបណ្ដាស្ថាប័នសមត្ថកិច្ចរួមសហការត្រួតពិនិត្យបណ្ដាអគារលក់ប្រេងសាំងលើភូមិសាស្ត្រខេត្តដើម្បីក្តាប់ស្ថានភាពជាក់ស្ដែងស្ថានភាពធ្វើអាជីវកម្មនៅបណ្ដាហាងប្រេងសាំងរៀងរាល់ថ្ងៃត្រូវមានរបាយការណ៍ដើម្បីវិនិច្ឆ័យទាន់ពេលព្រមជាមួយនោះជំរុញខ្លាំងវិធីសាស្ត្រសម្ដៅធានាប្រភពផ្គត់ផ្គង់គ្រប់គ្រាន់ប្រេងសាំងលើភូមិសាស្ត្រខេត្តគីយ៉ាងក្នុងឆ្នាំកន្លងការងារត្រួតពិនិត្យពីតម្លៃគុណភាពអង្គការបកជននិងសមត្ថភាពបុគ្គលកម្មភិបាលដឹកនាំគ្រប់គ្រងបានថ្នាក់គណៈបកស្រុកផងដឹករៀបចំយ៉ាងម៉ត់ចត់គុណភាពការឡើងជាលំដាប់ទូទាំងស្រុកមានសមត្ថភាព73ក្រុមបានបែងប្រភេទក្នុងនោះថ្នាក់ស្រុកមានសមត្ថភាព6ក្រុមថ្នាក់មូលដ្ឋានមានសមត្ថភាព67ក្រុមចំនួនបកជនបានត្រួតពិនិត្យទីទាននិងស្វ័យទីទាន 4,150 លើ 4,177 រូបព្រមជាមួយនោះបណ្ដាលទ្ធផលសម្រេចបានសមត្ថភាពនិងបុគ្គលមួយចំនួនឲ្យពិន្ទុនិងរៀបប្រភេទខ្លួនឯងមិនទាន់ពិតប្រាកដមិនទាន់ភ្ជាប់ជាមួយលទ្ធផលអនុវត្តភារកិច្ចនយោបាយរបស់ស្ថាប័នអង្គភាពនិងទូនីតិភារកិច្ចរបស់សមត្ថភាពបុគ្គលស្ថានភាពយោគជលប្រកុលភារកិច្ចទៅថ្នាក់លើ
ក៏នៅមានបំផុតគឺការវាយតម្លៃបាញ់ប្រភេទគុណភាពថ្នាក់ដឹកនាំ នៅក្រោមភូវឹកខេត្តគីយ៉ាងតំបន់5តបជើងទឹករៀបចំពិធីប្រឡងច្នៃប្រឌិតតម្រង់ឧបករណ៍សិក្សាឆ្នាំ 2022 ចូលរួមប្រឡងមាន 78 ផលិតផលបានជ្រើសពីបណ្ដាស្ថាប័នអង្គភាពក្នុងនោះមាន 23 ផលិតផលស្ថិតក្នុងក្រុមផ្ដើមគំនិតនិង 46 ផលិតផលស្ថិតក្នុងក្រុមកែច្នៃតាមការវិតម្លៃរបស់គណៈមេប្រយោគការប្រឡងឆ្នាំនេះមានផលិតផលប្រកបដោយបញ្ញាច្នៃបង្កើតជាច្រើនបាននិយមក្នុងការចាក់ស្ដែងបម្រើមានប្រសិទ្ធភាពការងារវឹកហាត់ត្រៀមប្រយុទ្ធធានាភស្តុភារបច្ចេកទេសនៅអង្គភាពជាតួយ៉ាងគំនិតច្នៃប្រឌិតផ្នែកតនស្វ័យប្រវត្តិស្របនឹងការណែនាំគោលដៅឧបករណ៍បង្ហាញព័ត៌មានក្នុងការធ្វើនាវាចរឧបករណ៍ស្វ័យប្រវត្តិដើម្បីប្រមានអំពីគ្រោះថ្នាក់ដែលមិនមានសុវត្ថិភាពនៃទូកំភ្លើងថ្មើរជើងបន្ទាប់ពីឲ្យបន្ទុគណៈចាត់តាំងជ្រើសរើសបណ្ដាផលិតផលគំរូមានគុណភាពដើម្បីជូនរង្វាន់ក្នុងពិធីចាញ់តបវឹកហាត់ឆ្នាំ 2022 សម្ព័ន្ធយុវជនកុម្មុយនីហូជីមិញឃុំវិនដេវស្រុកចាងថាញ់ប្រពមហាសន្និបាតតំណាងសម្ព័ន្ធយុវជនឃុំលើកទី 16 អនុតិកាល 2022-2027 សម្រាប់ជោគជ័យល្អប្រសើរនេះគឺជាអង្គភាពបានគណៈអចិន្ត្រៃយ៍សម្ព័ន្ធយុវជនស្រុកចាងថាញ់ជំរើសប្រពមហាសន្និបាតដកពិសោធន៍សម្រាប់ទូទាំងស្រុកអនុតិកាកន្លងគណៈប្រតិបត្តិការសម្ព័ន្ធយុវជនឃុំបានផ្សព្វផ្សាយចលនាសាងសង់សំណង់យុវជនចំនួន 3 គិតជាទឹកប្រាក់ជាង 110 លានដុំនិងសាងសង់ដងផ្លូវស៊ីវិល័យស្រស់ជ្រះស្អាតមួយខ្សែកម្លាំងយុវជនស្ម័គ្រចិត្តការពារបរិស្ថានតែងរក្សាល្អសកម្មភាពសហការរៀបចំពិនិត្យពីគ្រោះសុខភាពចែកផ្ដល់ឱសថដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋចំនួន 1319 នាក់សួរសុខទុក្ខចែកជូនអំណោយវត្ថុជូនគ្រួសារគុណនយោបាយមនុស្សចាស់ឯកោនិងសិស្សក្រីក្រសហការចលនាសាងសង់ផ្ទះមេត្តាធម៌បាន 8 ខ្នងគិតជាទឹកប្រាក់ជាង 352 លានដុល្លារជាក់ស្ដែងអបអរសាទរអនុស្សាវរីយ៍91ឆ្នាំទិវាសម្ព័ន្ធយុវជនកុម្មុយនីហូជីមិញនិងមហាសន្និបាតសម្ព័ន្ធយុវជនមូលដ្ឋានសម្ព័ន្ធយុវជនឃុំសឹងគីងស្រុកហង្ដឹកសហការជាមួយសមាគមអតីតយុទ្ធជននិងសមាគមកកបាតក្រហមឃុំរៀបចំចែកផ្ដល់អំណោយ 100 ចំណែកជូនប្រជាក្រីក្រលើភូមិសាស្ត្រអំណោយមួយចំណែករួមមានអង្ករ10គីឡូក្រាមមីកញ្ចប់1កេសនិងរបស់របរប្រើប្រាស់មួយចំនួនទៀតគិតជាប្រាក់ចំនួន350បណ្ដុំសរុបថវិកាចំនួន35លានដុំពីប្រភពសង្ឃមូបនីយកម្មរយៈកាលកន្លងអាជ្ញាធរមូលដ្ឋានបានអនុវត្តគោលនយោបាយសុខុមាលភាពសង្គមជាច្រើនរួមកម្លាំងកិត្តគូជីវភាពសម្រាប់ប្រជាក្រីក្រគ្រួសារជួបការលំបាកមនុស្សចាស់ឯកោនេះគឺជាសកម្មភាពមានអត្ថន័យជ្រាលជ្រៅសំដៅជួយឲ្យប្រជាក្រីក្រកាត់បន្ថយការលំបាកមួយចំណែកក្នុងជីវភាពព្រមជាមួយនោះពង្រីកស្មារតីជាមុខស្ម័គ្រចិត្តស្ដែងឡើងនៅភារកិច្ចរបស់យុវវ័យចំពោះសហគមន៍ក្នុងការរួមកម្លាំងបំបត្តិភាពអត់កាត់បន្ថយភាពក្រីក្រកសាងជនបទថ្មីលោកណានីនិងប្រិយមិត្តជាទីមេត្រីខណៈពេលមានភូមិអាជីពជាច្រើនកំពុងប្រឈមមុខជាមួយស្ថានភាពបាត់បង់ជាបណ្ដាដោយអតិពលនៃបច្ចេកវិទ្យាជឿនលឿនភូមិអាជីពប្រពៃណីផលិតគ្រឿងស្មូននៅភូមិហងវែវឃុំថូសើងស្រុកហង្ដឹកបានរួមចំណែកអភិរក្សនៅតម្លៃប្រពៃណីដោយធ្វើផលិតផលពីធម្មជាតិតាំងពីយូរលង់មករបបផលិតគ្រឿងស្មូននៅភូមិហងវែវឃុំថូសើងស្រុកហង្ដឹកបានសម្គាល់ទុកត្រឹមតែជារបរបន្តសន្សំប៉ុណ្ណោះមីងក្នុងភូមិស្រុកប្រកបរបរនេះគឺឆ្លៀតពេលទំនេរក្រោយពេលធ្វើស្រែចម្ការរួចរាល់មីងធីចិនអាយុ64ឆ្នាំគឺបានប្រកបរបរនេះជុំឆ្នាំនិងចេះធ្វើគ្រឿងស្មូនតាំងពីកុមារភាពហើយសប្តាហ៍នេះគ្រួសារមីងក៏មានកូនស្រីម្នាក់កំពុងស្នើបន្តនិងបានសម្គាល់ថាជារបរចម្បងរកផលចំណូលសម្រាប់គ្រួសារផងដែរthì muốn mong mẹ nhâm cật thơ đó nè mẹ nhâm cật có chắc vì mai cật tía đi vào ngoại nhâm đó nè
hay đồ mãi nhâm nâng slap bạn mai nhâm thơ mòn hay đồ mai nhâm slap đó nhâm mòn muốn muốn dẫn thật đây dẫn như đây là kết luôn nhà nén nè luôn nhà nén ngày kết hay đồ kết cha pe thôi kết nhâm thơ mòn ai kết nặng đau ta định ngừng chúng nó to nữa anh năng đây muốn muốn quay khuôn chế ra mình chanh thơ mắt mình chanh tụi năng đây năng nè đây ít dân hộ anh khá hay tin cái khá vô máu lơi đây cột pi thư mình thơ bác mình hết quá giống người tha đây nó pi mà phía giống đây nó pi phía đây cột pi phía còn đây mắt mà phía chúng lơi mình xuống bốn vừa túm thơ mình khuôn quá mình khuôn mùng bốn giống lôn hay mình thơ tranh tộc khuôn hay bạn ốp mắt bạn vô luôn hay chẳng mình lo bán không những này ដើម្បីធ្វើបានផលិតផលនីមួយៗគឺត្រូវឆ្លងកាត់ច្រើនដំណាក់កាលរួមមានជ្រើសជោគដីសូនជារូបរាងឆ្លាក់រចនាម៉ូដហាលសម្ងួតនិងក្រោយមកយកទៅតម្រៀបក្នុងឡដុតដំណាក់កាលដុតនេះមើលទៅហាក់ដូចជាមានភាពសាមញ្ញតែទាមទារសិប្បករត្រូវមានបទពិសោធន៍ច្រើនក្នុងអាជីពមានបច្ចេកទេសខ្ពស់និងថ្មីដៃប៉ិនប្រសប់ che tăng vì du pi nọt mẹ thơ đo lão vợ sập chương ấy thơ ta năng đấy mình tổ thơ xin nuôi kê đấy thơ là nào người ta đắp đổi kiến đây thơ class nhâm thơ class mơn sải đấy kem côn ban tô hiến pi nạ đại học tế nó pi nạ mơn sải nè đây thơ class nhâm thơ tà ngày nên chấp tăng vì mơn đây luôn thơ tăng vì du pi nọt ហើយសប្តាហ៍ថ្ងៃក្រុមគ្រួសារប្រកបរបរគឺប្រកបរបរមុខស្រួចជាងគេនឹងគឺផលិតធ្វើស្នាំងធ្វើស្នាំងណាធ្វើស្នាំងដៃហ្នឹងតាំងពីដូនតាម៉ែឪមកហើយអ្នកធ្វើស្នាំងនៅក្នុងភូមិហ្នឹងក៏មានអ្នកចេះច្រើនចឹងដែរប៉ុន្តែមិនត្រូវទៅសទេប្រព័ន្ធខ្ញុំធ្វើស្នាំងល្អជាងគេហើយបច្ចេកទេសធ្វើបានស្អាតបើចឹងឈ្មោះគេនិយមចូលចិត្តមករកទិញស្នាំងនេះ ហើយជាពិសេសទៀតគឺការចំនួនហ្នឹងឆ្នាំងសយីហ្នឹងគ្មានអ្នកចេះធ្វើទេហើយមានអ្នកស្មួយហ្នឹងគេយករូបភាពឆ្នាំងសយីហ្នឹងមកពីខាងអាំងយ៉ាងនោះយកមកអមកទៅមួយមកឲ្យមើលដល់មកឲ្យមើលគាត់ខ្ញុំចាប់យករូបភាពធ្វើបានល្អទៀតហើយបង្រីករឿងឆ្នាំងហ្នឹងងាយធ្វើហើយបានថ្លៃទៀតបង្រីកឆ្នាំងហ្នឹងបានច្រើន ហើយធ្វើបានអញ្ចឹងអ្នកស្រុកអ្នកភូមិក៏គេឃើញអញ្ចឹងក៏គេមកសុំបន្តរឿងស្នាំងសយីហ្នឹង ចំពោះការរីកចម្រើននៃគ្រឿងសម្ភារៈផលិតដោយលោហៈធាតុនិងជ័រតែផលិតផលគ្រឿងស្មូននៅស្រុកកណ្ដឹកនេះនៅតែបានថែរក្សានិងមានអតិថិជនជាច្រើនដឹងឮដល់រូបភាពអំពីឆ្នាំងដីមិនអាចសាបសូន្យក្នុងការប្រជុំជីវភាពរស់នៅរបស់ជនរួមជាតិខ្មែរឡើយបានបង្ហាញនៅភាពរស់រវើកនិងជាក់ស្ដែងបំផុត ពីម្រាមដៃឆ្នៃប្រឌិតនិងប៉ិនប្រសពរបស់សិប្បករហើយសប្តាហ៍នេះពេលដែរនិយាយដល់ឆ្នាំងដីគឺគេតែងដឹងឮនឹកដល់ភូមិអាជីពប្រពៃណីល្បីឈ្មោះនៅស្រុកកណ្ដឹកខេត្តគីយ៉ាងផងដែរ Rồi có con vô luôn. លោកណានីនិងប្រិយមិត្តជាទីមេត្រីក្នុងកម្មវិធីផ្សាយជាភាសាខ្មែរនៃស្ថានីយ៍វិទ្យុនិងទូរទស្សន៍គីយ៉ាងនៅពេលនេះចប់តែប៉ុណ្ណេះ សូមថ្លែងអំណរគុណចំពោះការយកចិត្តទុកដាក់តាមដានកម្មវិធីរបស់យើងខ្ញុំសូមជម្រាបលា